ការរកឃើញសាកសពរបស់សត្វបរិប្រវត្តិចំនួន7ដែលបានកកស្លាប់កាលពីរាប់ពាន់ឆ្នាំមុនតើលោកអ្នកជឿទេសាកសពរបស់សត្វដែលបានស្លាប់កាលពីរយៈពេលរាប់ពាន់រាប់ម៉ឺនឆ្នាំមុននៅតែអាចបន្តរក្សាទុករហូតមកទល់នឹងពេលបច្ចុប្បន្នតើអ្វីទៅជាមូលហេតុធ្វើឲ្យសាកសពទាំងអស់នោះអាចនៅរក្សារូបរាងបានមិនคล้ายទៅជាធូលីដីការប្រទះឃើញសាកសពដែលមានអាយុកាលរាប់ពាន់រាប់ម៉ឺនឆ្នាំនេះគឺជារឿងកម្របំផុតនៅពេលជួបមួយអ្នកវិទ្យាសាស្ត្រតែងតែស្រវាស្រដេញយកសាកសពទាំងអស់នោះមកធ្វើការពិនិត្យវិจัยនិងសិក្សាស្រាវជ្រាវជាបន្តទៅនេះគឺជាការរកឃើញដោយគោលជាផ្អើលទៅលើសាកសពរបស់សត្វបរិប្រវត្តិដែលបានកកស្លាប់កាលពីរាប់ពាន់រាប់ម៉ឺនឆ្នាំមុនចំនួន7ក្បាលតើសាកសពទាំង7ក្បាលនេះគឺជាសាកសពរបស់សត្វអ្វីត្រូវបានគេរកឃើញនៅពេលណានៅកន្លែងណាជាពិសេសនោះតើសាកសពនីមួយៗមានអាយុកាលប៉ុណ្ណាហើយទិញតំណែងស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by Visit Advisor ទី1កូនរមាសវូលីសត្វរមាសវូលីធ្លាប់រស់នៅលើផែនដីរបស់យើងនៅត្រង់ទឹកដីភាគខាងជើងនៃតំបន់អឺរ៉ាស៊ីក៏ប៉ុន្តែវាបានដាច់ពូជទៅហើយកាលពីប្រហែល 14,000 ឆ្នាំមុនសត្វរមាសប្រភេទនេះមានរូបរាងធំណាស់បើធៀបជុំនឹងរមាសអាហ្វ្រិកនៅក្នុងពេលបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាការដាច់ពូជរបស់វាកើតឡើងជាចម្បងដោយសារតែការប្រែប្រួលរបស់អាកាសធាតុនៅក្នុងឆ្នាំ 2015 អ្នកស្រាវជ្រាវមួយក្រុមបានប្រទះឃើញកម្ទេចសាកសពរបស់កូនរមាសវូលីមួយក្បាលដែលមានទីតាំងនៅក្បែរទន្លេស៊ីបេរីតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅពេលដែលវាស្លាប់នោះវាមានអាយុប្រហែលជា7ខែទំហំ7ខែនេះបានធៀបជាមួយនឹងទំហំរបស់សត្វរមាសអាហ្វ្រិកនៅក្នុងពេលបច្ចុប្បន្នតតែមានអាយុ18ខែទើបប៉ុនគ្នាសាកសពរបស់កូនរមាសនេះមានអាយុកាលប្រហែលជា 10000 ឆ្នាំត្រូវបានបរិះដែលបានរកឃើញវានោះដាក់ឈ្មោះក្រៅថាសាសាយ៉ាងណាមិញគេមិនអាចកំណត់បានថាតើកូនរមាសនេះគឺជាសត្វឈ្មោលឬក៏ជាសត្វញីទេនៅក្នុងអតីតកាលជាពិសេសនោះគឺនៅក្នុងយុគតកសត្វរមាសវូលីរស់នៅរាប់ចាប់តាំងពីទឹកដីបច្ចុប្បន្នគឺប្រទេសអេស្ប៉ាញរហូតទៅដល់តំបន់ស៊ីបេរីរបស់ប្រទេសរុស្ស៊ីនៅក្នុងពេលសប្តាហ៍នេះការសំណល់នៃសាកសពរបស់កូនរមាសវូលីដែលត្រូវបានគេរកឃើញនៅក្នុងតំបន់ស៊ីបេរីនោះកំពុងតែត្រូវបានបន្តការសិក្សាពីសំណាក់អ្នកវិទ្យាសាស្ត្ររបស់រុស្ស៊ីទី2កូនតោឡាងភ្នំពពួកតោឡាងភ្នំឬក៏ Cave Lion មានឈ្មោះជាវិទ្យាសាស្ត្រថា Panthera spelaea ពពួកសត្វនេះបានដាច់ពូជពីផែនដីរបស់យើងនៅប្រហែលជា 13,000 ឆ្នាំមុនចំណែកឯសាកសពកូនតោឡាងភ្នំមួយក្បាលនេះដែលបានកកស្លាប់នោះត្រូវបានអ្នកវិទ្យាសាស្ត្ររុស្ស៊ីរកឃើញនៅភាគខាងកើតនៃតំបន់ស៊ីបេរីកាលពីឆ្នាំ 2017 សាកសពនេះគឺជាកូនតោយីត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា Spartaវាគឺជាសត្វមួយក្នុងចំណោមសត្វនៅក្នុងសម័យបុព្វកាលដែលនៅរក្សារូបរាងល្អបំផុតសូម្បីតែពុកមាត់របស់វាក៏គេនៅតែអាចមើលឃើញដែរទោះបីជាវាបានស្លាប់នៅក្នុងរយៈកាលដល់ទៅ1000ឆ្នាំហើយក៏ដោយមូលហេតុនៃការស្លាប់របស់វាត្រូវបានគេសន្និដ្ឋានថាវាបានស្លាប់ភ្លាមៗបន្ទាប់ពីមានការបាក់ដីទី3កូនដំរីម៉ាម៉តនៅក្នុងឆ្នាំ 2007 អ្នកស្រាវជ្រាវរបស់រុស្ស៊ីបានរកឃើញសាកសពរបស់សត្វដែលបានផុតពូជចំនួន2ក្បាលគឺជាប្រភេទដំរីម៉ាម៉តហើយគឺជាកូនតូចតែប៉ុណ្ណោះដោយមួយត្រូវបានអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថាលីជបានិងទី2ត្រូវបានគេឲ្យឈ្មោះថាក្រម៉ាអាយុកាលរបស់ដំរីទាំងពីរនេះគឺមានរហូតដល់ទៅ 40,000 ឆ្នាំមុនសាកសពរបស់កូនដំរីម៉ាម៉តទាំងពីរនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញពីកន្លែងផ្សេងគ្នានៅក្នុងតំបន់ស៊ីបេរីដែលជាតំបន់ដ៏សែនត្រជាក់បន្ទាប់ពីប្រើម៉ាស៊ីន CT scan ដើម្បីពិនិត្យមើលផ្នែកខាងក្នុងរបស់សត្វដំរីទាំងពីរនេះគេបានរកឃើញថាដំរីនេះបានស្លាប់ដោយសារតែវាឆ្លក់ផុកនៅពេលដែលវាធ្លាក់ចូលទៅក្នុងទឹកនៅមុនពេលដែលកូនដំរីទាំងពីរនេះស្លាប់វាមានសុខភាពល្អធម្មតាទេគេបានរកឃើញនៅក្នុងពោះរបស់វានោះគឺពោពេញទៅដោយទឹកដោះមេរបស់វាដែលមិនទាន់រំលាយហើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគឺមានសភាពដូចជាយ៉ូហ្គើតសូមបញ្ជាក់ថាពពួកដំរីមេម៉ត់នេះបានដាច់ពូជពីផែនដីរបស់យើងនៅប្រហែលជា 4000 ឆ្នាំមុនវាធ្លាប់រស់នៅតំបន់មួយចំនួនដូចជានៅអាហ្វ្រិកអាស៊ីអឺរ៉ុបហើយនិងអាមេរិកខាងជើងទី4សត្វគោបុរាណប៊ីសុនគឺជាពពួកគោបុរាណដែលរស់នៅលើវាលស្មៅហើយបានដាច់ពូជពីផែនដីរបស់យើងនៅម្ដុំជា 10000 ឆ្នាំមុននៅក្នុងឆ្នាំ 2011 អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរកឃើញសាកសពរបស់សត្វគោប៊ីសុនបុរាណមួយក្បាលដែលមានអាយុកាលប្រហែលជា 9000 ឆ្នាំ
សាកសពនេះត្រូវបានរកឃើញនៅភាគខាងជើងនៃតំបន់ស៊ីបេរីអ្វីៗដែលមាននៅក្នុងខ្លួនវាត្រូវបានរក្សាភាគច្រើនដែលមានដូចជាប្រព័ន្ធរំលាយអាហារខួរក្បាលហើយនិងបេះដូងគឺសុទ្ធតែនៅពេញលេញចំណែកឯជាលិកាមួយចំនួននោះក៏បានរលាយបាត់ដែរសរសៃឈាមរបស់សត្វគោនេះក៏នៅមានស្លាកស្នាមមួយចំនួនដែលអាចឲ្យគេសិក្សាបានក្រៅពីតំបន់ស៊ីបេរីតំបន់ផ្សេងទៀតដែលវារស់នៅនោះមានដូចជាទ្វីបអាមេរិកខាងជើងសត្វនេះជាមធ្យមមានទម្ងន់ 1,600 គីឡូក្រាមហើយមានកម្ពស់ប្រហែលជា 4.6 ម៉ែត្រមូលហេតុនៃការដាច់ពូជរបស់សត្វនេះត្រូវបានអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាមានបញ្ហាអាកាសធាតុប្រែប្រួលคล้ายទៅជាត្រជាក់ខ្លាំងពេកហើយស្ងួតខ្លាំងពេកបណ្ដាលឲ្យវាស្មៅត្រូវបាត់បង់នៅពេលដែលស្មៅបាត់បង់ចំនួនរបស់វាក៏ថយចុះរហូតដល់ដាច់ពូជទី5សាកសពរបស់កូនសេះកាលពីឆ្នាំ2018អ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញសាកសពរបស់កូនសេះមួយដែលមានអាយុកាលប្រមាណជាពី 30,000 ឆ្នាំទៅ 40,000 ឆ្នាំមុនសាកសពនេះត្រូវបានរកឃើញនៅក្នុងជម្រៅរហូតដល់ទៅ 100 ម៉ែត្រនៅផ្ទៃខាងក្រោមនៃតំបន់ស៊ីបេរីតាមការពិនិត្យវិจัยកូនសេះនេះនៅពេលដែលវាស្លាប់នោះមានអាយុត្រឹមតែ 2 ខែតែប៉ុណ្ណោះហើយមានកម្ពស់ប្រហែលជា 1 ម៉ែត្រការសំណល់សាកសពរបស់កូនសេះនេះត្រូវបានរក្សាយ៉ាងល្អដោយសារតែអាកាសធាតុដ៏សែនត្រជាក់ហើយនឹងទឹកកកទោះបីជាវាបានស្លាប់ចន្លោះពី 30,000 ទៅ 40,000 ឆ្នាំមុនក៏ដោយក៏ប៉ុន្តែគេនៅតែអាចមើលយល់ពីរូបរាងពេញលេញរបស់វាជាពិសេសនោះគឺនៅក្នុងច្រមុះនៅមានរោមនៅឡើយទី6សាកសពខ្លាឃ្មុំបូរេប្រវត្តិសាកសពរបស់ខ្លាឃ្មុំនេះត្រូវបានរកឃើញកាលពីឆ្នាំ2020ដោយអ្នកចិញ្ចឹមសត្វមួយក្រុមពួកគេបានរកឃើញវានៅទីកន្លែងមួយដ៏សែនត្រជាក់នៃតំបន់ស៊ីបេរីនៅពេលទទួលបានសាកសពនេះយកទៅស្រាវជ្រាវអ្នកវិទ្យាសាស្ត្រដំបូងឡើយសន្និដ្ឋានថាវាគឺជាសាកសពរបស់ខ្លាឃ្មុំឡាងភ្នំដែលមានឈ្មោះជាវិទ្យាសាស្ត្រថា Ursus Spelius ដែលបានដាច់ពូជពីផែនដីរបស់យើងប្រហែលជា 22,000 ឆ្នាំមុនក៏ប៉ុន្តែនៅក្នុងការវិភាគម្ដងទៀតនៅក្នុងឆ្នាំ2022គេបានរកឃើញថាមានពណ៌ត្នោតមានភេទញីហើយបានរស់នៅលើផែនដីរបស់យើងប្រហែលជា 3,660 ឆ្នាំមុនត្រូវបានគេឲ្យឈ្មោះជាវិទ្យាសាស្ត្រថា Ursus Arctosនៅពេលដែលវាស្លាប់នោះវាមានអាយុចន្លោះពី 2 ទៅ 3 ឆ្នាំទី7សាកសពរបស់កូនចចកនៅក្នុងឆ្នាំ2016ក្រុមអ្នករករោគមាសជនជាតិកាណាដាមួយក្រុមបានរកឃើញសាកសពដែលមានអាយុកាលដ៏គួរព្យាបាលមួយគឺជាសាកសពរបស់កូនចចកភេទញីហើយបានស្លាប់តាំងពី 57,000 ឆ្នាំមុនមកម្ល៉េះចចកនេះមានពណ៌ប្រផេះនិងត្រូវបានគេដាក់ឈ្មោះជាវិទ្យាសាស្ត្រថា Canis lupus ប៉ុន្តែវាមានឈ្មោះក្រៅហៅថា Chu នៅពេលដែលវាស្លាប់នោះមានអាយុប្រហែលជា 7 សប្តាហ៍តែប៉ុណ្ណោះអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាមូលហេតុនៃការស្លាប់របស់កូនចចកនេះគឺការបាក់លំនៅឋានរបស់វាបន្ទាប់មកអាកាសធាតុដ៏សែនត្រជាក់ក៏បានរក្សារូបរាងកាយរបស់វានៅក្នុងកំឡុងពេលរហូតដល់ទៅ 57,000 ឆ្នាំតើអ្នកនៅក្នុងសម័យដៃណូស័រឬ Gen Z សម័យដៃណូស័រគេកាន់កាតសមាជិកនឹងកំប៉ុងក្រដាសតែ Gen Z គេកាន់ K Store App មាន K Store App ដូចមានកាតសមាជិកនឹងកំប៉ុងរាប់ពាន់ហានៅក្នុងដៃរបស់អ្នក Shop Smart Shop with K Store